ឃើញតែគ្រឿងផ្សំខ្ញុំដឹងថាបងប្អូនទាយដឹងថាធ្វើផ្អែមអីណាបងប្អូនណោះហ្នឹងហើយនិយាយទៅថ្ងៃនេះមកធ្វើផ្អែមព្រិលតិចកម្មនិយាយទៅរសជាតិគឺថាឆ្ងាញ់ហ្មងហើយគឺថាមានកម្លាំងចឹងហ្មងជាពិសេសពេលយើងធ្វើការហត់អស់កម្លាំងអីគឺថាមានកម្លាំងព្រឹសហ្មងហ្នឹងហើយឥឡូវមើលវិធីធ្វើខ្ញុំទាំងអស់គ្នានឹកឃើញផ្អែមមួយមុខហ្នឹងតែពេលណាខ្ញុំអត់សូវស្រួលខ្លួនទេឲ្យតែអត់សូវស្រួលខ្លួនគឺថានឹកឃើញហ្មងផ្អែមមួយមុខហ្នឹងមកមើលគ្រឿងផ្សំបងប្អូនទាំងអស់គ្នានិយាយទៅគ្រឿងចិនខ្ញុំអត់សូវបានស្គាល់ទេអាចប្រាប់បានតែគ្រាប់ឈូកកាធាចិនសរសៃមាសហើយនឹងcranberry ស្អីគេទេបងប្អូនអើយមិនដឹងគេហៅអីទេហើយក៏ខ្ញុំមានស្ករ crystal ហ្នឹងហើយឥឡូវដំបូងផុតមកគឺយើងដាក់គ្រាប់ឈូកនឹងចូលហើយគ្រាប់ឈូកនឹងផងដែរបងប្អូនខ្ញុំត្រាំចោលពីល្ងាចមិញអញ្ចឹងណាពេលល្ងាចឡើងហៀបចូលគេងនេះក៏ខ្ញុំត្រាំចោលអញ្ចឹងទៅព្រលឹមឡើងបានធ្វើការបកវាហើយគ្រាប់ឈូកគេនៅនេះមួយយ៉ាងដែរបងប្អូនអត់ជាប់សបកវាមួយជាន់ទៀតរហូតលេងស្អាតហើយអញ្ចឹងហើយតែគ្រាន់តែខ្លះមានបដូរខ្លះអត់បដូរអញ្ចឹងណាហើយខ្ញុំគ្រាន់តែប្រវាយវាជាពីរមកចប់រឿងហើយលាងទឹកឲ្យស្អាតហ្នឹងហើយបន្ទាប់មកពីដាក់ទៅខ្ញុំគ្របប្រហែល10នាទីទៅក៏ខ្ញុំចាប់ផ្ដើមដាក់សរសៃមាសនឹងចូលអញ្ចឹងណាហើយនេះអាព្រិលនឹងចូលតំណាលគ្នាជាមួយសរសៃមាសនឹងដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នានិយាយទៅខ្ញុំអត់ដឹងថាហ្នឹងគេហៅអីឲ្យប្រកាសទេបងប្អូនយើងហៅទឹកព្រិលដោយសារហ្នឹងហ៎ចុងក៏ហៅអញ្ចឹងទៅហ្នឹងហើយបងប្អូនដឹងថាហៅអីជួយ comment ខាងក្រោមវីដេអូប្រាប់ខ្ញុំផងអញ្ចឹងណាហ្នឹងហើយនិយាយទៅឧបសគ្គបន្តិចឲ្យពេលធ្វើវីដេអូម្ដងដោយសារយើងកូនតូចអញ្ចឹងហ៎នៅម៉ែឡើយតែជាប់ធ្វើម្ហូបឯកូននៅខាងក្រោយទាញ laptop ធ្លាក់បាត់លើហើយហ្នឹងហើយខ្ញុំពេលដាក់បានមកពុះហើយទៅក៏ខ្ញុំធ្វើការដាក់ពធាក្រហមហើយនឹងគ្រាប់ cranberry កៃជីនឹងចូលអញ្ចឹងណាបងប្អូនបន្ទាប់មករៀងតែមកពុះទៅក៏យើងបើកកំហូបគោវាបន្តិចនិយាយទៅបញ្ចូលសលេងនេះបដើឲ្យប្របើកូនបដើអញ្ចឹងហើយឧបសគ្គណាបងប្អូនអញ្ចឹងហើយបងប្អូនជួយគ្រប់គ្រងផងស្ត្រីមេផ្ទះមួយរូបនេះហ្នឹងហើយពេលពុះហើយអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមដាក់គ្រាប់ឈីស៊ីតនឹងចូលមកសន្ទុះឲ្យនិយាយទៅខ្ញុំកូរវាឲ្យខ្លាំងដែរអញ្ចឹងកុំឲ្យវាដុំអញ្ចឹងណាបងប្អូនហើយអានេះស្ករ crystal គេអញ្ចឹងណាហើយខ្ញុំខំដាក់តែបន្តិចទេខ្ញុំខ្លាចផ្អែមពេកទៅពេលឲ្យមានណាបងប្អូនខ្ញុំដាក់ថែមប៉ុណ្្នឹងទៀតបានផ្អែមល្មមអញ្ចឹងណានេះបងប្អូនខ្ញុំត្រូវការធ្វើថែមប៉ុណ្្នឹងទៀតអញ្ចឹងទៅបានផ្អែមល្មមនឹងឥឡូវមកធ្វើការភ្លក់មួយខ្ញុំទាំងអស់គ្នាបងប្អូនដំបូងខ្ញុំថាឆ្អិនភ្លាមភ្លក់ភ្លាមក្តៅតែដល់ពេលឲ្យទៅកូនងួយគេងអញ្ចឹងក៏ដាក់កូនគេងឲ្យបានបកមកភ្លក់វិញបងប្អូនមើលសក់ក្បាលហើយបងហ្នឹងហើយនិយាយទៅខ្ញុំឲ្យតែរៀងអត់សូវស្រួលខ្លួនបងប្អូនគឺបានផ្អែមមួយមុខហ្នឹងហត់ក្តៅគ្រុកអញ្ចឹងមកឆ្ងាញ់ហើយបើបងប្អូនទុកឲ្យវាតិចបងប្អូនញ៉ាំហើយដាក់ទឹកដោះគោស្រស់ទៅជាមួយទៀតណាអូយគឺថាជាតិហ្មងជាពិសេសខ្ញុំចូលចិត្តទឹកដោះគោ half and half ដាក់ទៅវារៀងគ្រីមហើយមួយគ្រាប់ឈូកអីហ្នឹងគ្រប់ទៅគឺថាឆ្ងាញ់ហើយមានកម្លាំងចឹងហ្មងអញ្ចឹងបងប្អូនណាចូលចិត្តចង់ញ៉ាំអីអាចធ្វើទាំងអស់គ្នាបានណាអរគុណបាយបាយ